នេះគឺជារឿងរ៉ាវសង្គ្រាមរវាងចៅសមុទ្រខៀវជាមួយនឹងនគរពពកសជាយូរលង់ណាស់មកហើយមាននគរមួយឈ្មោះថានគរពពកសនគរពពកសគឺជានគរដែលពោពេញទៅដោយទ្រព្យសម្បត្តិដ៏ច្រើនមហាសាលហើយនគរពពកសនេះផងដែរក៏ល្បីខាងមានសុខសន្តិភាពខ្លាំងណាស់ដែរប៉ុន្តែទន្ទឹមមនុស្សក៏មានវងចៅសមុទ្រមួយដែលគេហៅថាវងចៅសមុទ្រខៀវវងចៅសមុទ្រទាំងអស់នេះគឺមិនខ្លាចទៅអាចជាមួយអ្នកណាឡើយគឺពួកវាក៏មានគោលបំណងនៅក្នុងការវ័យយកនគរពពកសតែម្ដងដែលប្លន់យកទ្រព្យសម្បត្តិក៏ដូចជាប្លន់យកសេចក្តីសុខសន្តិភាពរបស់នគរពពកសពួកចៅសមុទ្រខៀវទាំងអស់នេះគឺមិនខ្លាចស្លាប់នោះទេពួកគេមានសមត្ថភាពអស្ចារ្យជាច្រើនដែលមិននឹកស្មានដល់ថ្ងៃនេះមេតបរបស់ពួកគេកំពុងតែស្រែកហៅកែនកងទ័ពប្រាប់កងទ័ពឲ្យក្លាហានឡើងប្រឹងប្រែងឡើងដើម្បីដណ្ដើមយកនគរពពកសឲ្យបានចំណែកមេតបរបស់គេក៏បានប្រាប់ថាលោកមេបញ្ជាការពេលនេះយើងរកឃើញផ្លូវហើយគឺនគរពពកសនៅមិនឆ្ងាយពីយើងប្រមាណនោះទេក៏លេចមកមើលនគរដ៏ស្រស់ស្អាតមួយនេះវិញគឺកំពុងតែមានភាពព្រោះរវើកដែលប្រជាជនរស់នៅទីនេះគឺពោពេញដោយស្នាមញញឹមក្តីសប្បាយរីករាយដែលមានបបោមិនខ្វះអ្វីឡើយចំណែកឯពួកចៅសមុទ្រទាំងអស់នេះវិញគឺមិនខ្វល់នោះទេពួកគេគិតថាសន្តិភាពគឺជាការឈ្នះចឹងពួកគេត្រូវតែឈ្នះជាដាច់ខាតពួកគេមានជាមួយនឹងភ្លើងគប់ក៏ដូចជាអាវុធទំនើបជាច្រើនភ្លើងទាំងអស់នេះគឺពួកគេបង្កើតឡើងដើម្បីត្រៀមដុតកំទេចនគរពពកសតែម្ដងហើយគឺពួកគេកំពុងតែមានភាពសប្បាយរីករាយជាខ្លាំងដែលគិតថានឹងអាចជោគជ័យជំនះបានពួកគេមិនបានដឹងទេថានៅនគរពពកសនេះគឺអ្វីៗក៏អាចកើតមានឡើងបានដែរសម្បីតែប្រជាជនក៏ដូចជាកងទ័ពរបស់នគរពពកសទាំងអស់នេះគឺពិតជាមិនធម្មតានោះទេពួកគេមានសមត្ថភាពជាច្រើនដែលពួកចៅសមុទ្រខៀវក៏មិននឹកស្មានដល់ដូចគ្នាពើរបស់ចៅសមុទ្រខៀវបានធ្វើដំណើរយ៉ាងរលូនដោយមិនខ្វល់ពីអ្វីទាំងអស់ពួកគេបានកំពុងតែធ្វើដំណើរជារឿយៗដើម្បីតម្រង់ទៅដល់គោលដៅនគរពពកសហើយមិនយូរប៉ុន្មានគោលដៅក៏កាន់តែគៀកចិត្តដល់ទីតាំងតែម្ដងហើយចំណែកនគរពពកសក៏បានបញ្ជូនឆ្លប់យកការដើម្បីទៅស៊ើបអំពីចៅសមុទ្រខៀវហើយក៏បានរៀបផែនការជាមួយនឹងកងទ័ពព្រួយដ៏ច្រើនទាំងអស់នេះកងទ័ពទាំងអស់នេះគឺមិនធម្មតានោះទេគឺពិតជាមិនស្មានដល់នោះទេពួកចៅសមុទ្រខៀវនៅពេលដែលចិត្តដល់គោលដៅហើយពួកគេក៏មានអារម្មណ៍សប្បាយរីករាយជាខ្លាំងពួកគេត្រៀមជាមួយនឹងការដុតកំទេចត្រៀមជាមួយនឹងការវាយប្រហារនេះតែម្ដងការប្រយុទ្ធរបស់ពួកគេទាំងពីរនេះគឺពិតជាមិនធម្មតានោះទេបានធ្វើឲ្យផ្អើលដល់ឋានទាំង3តែម្ដងមិនថាសពសត្វទាំងអស់ក៏ដូចជាមនុស្សគឺត្រូវតែរត់ខ្ចាត់ខ្ចាយពីនឹងតែម្ដងគឺដោយសារតែសង្គ្រាមរបស់ពួកគេគឺពិតជាសាហាវខ្លាំងណាស់បើមិនរត់ទេប្រកាសជាដាច់ពូជងាប់ហើយមេតបពពកសកំពុងតែប្រយុទ្ធគ្នាជាមួយនឹងមេតបពួកចៅសមុទ្រខៀវហើយពេលនេះក៏ប៉ុន្តែមើលទៅខាងមេតបពួកចៅសមុទ្រខៀវដូចជាមានអំណាចមានកម្លាំងខ្លាំងណាស់មើលទៅហាក់ដូចជាធីមពពកសពិបាកក្នុងការទប់ទល់ខ្លាំងមែនទែនក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺមានស្ដេចងាកមួយបានបង្ហាញខ្លួនហើយក៏បានចូលខ្លួនមកជួយនគរពពកសការប្រយុទ្ធរបស់ពួកគេបានផ្អើលដល់ឋានមនុស្សលោកហើយក៏បានធ្វើឲ្យការប្រយុទ្ធនេះចងចាំជាប្រវត្តិសាស្ត្រផងដែរក្រុមនាយទាំងអស់នេះគឺបានធ្វើព្យុះធ្វើភ្លៀងហើយក៏បានកំទេចជាមួយនឹងពួកចៅសមុទ្រខៀវទាំងអស់នោះផងដែរពួកចៅសមុទ្រខៀវមិននឹកស្មានទេថានៅនគរពពកសនេះមានស្ដេចនាយដែលចាំជួយការពារផងនោះឥឡូវនេះស្ដេចនាយដុតសំពៅឆេះអស់ហើយបងប្អូនយើងឆាប់នាំគ្នាពលុតទៅពួកគេទាំងអស់នេះគឺបានឆេះខ្លោចអស់ហើយក៏បាននាំគ្នាពលុតសំពៅដើម្បីធ្វើដំណើរទៅស្រុកវិញឥឡូវនេះសំពៅក៏ទ្រុសទ្រាយដែរបងប្អូនយើងចាប់ដើមធ្លាខ្យល់មកហើយមិនស្មានតែស្ដេចនាយទាំងអស់នោះបានធ្វើឲ្យកងទ័ពចៅសមុទ្រខៀវរត់បាជើងសព្រាតទាំងអស់គ្នាសោះឥឡូវនេះមេទ័ពបានលើកទង់សឲ្យបងប្អូនអស់គ្នាបានន័យថាសង្គ្រាមទាំងអស់នេះគឺបានបញ្ចប់ហើយគឺបានបញ្ចប់ដោយនគរពពកសគឺជាអ្នកទទួលជ័យជំនះពួកគេក៏បានចរចាសន្តិភាពជាមួយគ្នាមិនបំពេញគ្នារស់នៅជាមួយគ្នាដោយសេចក្តីសុខនិងចេះជួយយកអាសាគ្នាផងដែរនៃចៅសមុទ្រយល់ព្រមប៉ុន្តែភ្នែកដូចជាមិនសូវត្រង់សោះឥឡូវនេះពួកគេបានកសាងសហគមន៍ហើយចំណែកឯកងទ័ពសមុទ្រខៀវក៏បានមករស់នៅទឹកដីពពកសផងដែរក៏ដោយសារតែការចរចាសន្តិភាពរបស់ពួកគេបានធ្វើពួកគេរស់នៅជាមួយគ្នាបានស្ងប់សុខផងដែរបន្ទាប់ពីបានជ័យជំនះហើយពួកគេក៏មិនភ្លេចអរគុណជាមួយនឹងស្ដេចនាយផងដែរដែលបានជួយពួកគេទីបំផុតពួកគេបានចរចាគ្នាហើយក៏បានរស់នៅជាមួយគ្នាដោយសុខសន្តិភាពនិងមិនបំពេញគ្នាហើយចំណែកឯពួកចៅសមុទ្រខៀវក៏សន្យាថាឈប់ឈ្លានពានទៀតដែរពីចុងក្រោយកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានជាមួយនឹងសាច់រឿងដែលល្អមើលហើយជាច្រើនទៀតបាយបាយស្រឡាញ់អ្នកទាំងអស់គ្នា